ខ្ញុំកំពុងតែសួរខ្លួនឯងថាតើភាពស្មោះត្រង់និងទឹកចិត្តវាមានតម្លៃទេព្រោះគ្រប់ពេលដែលខ្ញុំទទួលបានមកវិញគឺការខកចិត្តដែលគ្រប់គ្នាបានបន្សល់ទុកឲ្យខ្ញុំនៅការឈឺចាប់គេមិនដែលមើលឃើញពីភាពស្មោះត្រង់និងទឹកចិត្តល្អរបស់ខ្ញុំនោះឡើយខ្ញុំមិនមែនជាមនុស្សចេះសម្ដែងច្រើននោះឡើយតែអ្វីដែលខ្ញុំធ្វើគឺចេញពីចិត្តពិតខ្ញុំមិនដែលទាមទារថាធ្វើល្អចំពោះអ្នកផ្សេងនិងទទួលបានផលមកវិញនោះទេតែអ្វីដែលខ្ញុំធ្វើទៅគឺវាមានក្តីសុខផ្លូវចិត្តខ្ញុំកំពុងតែសួរខ្លួនឯងថាតើភាពស្មោះត្រង់និងទឹកចិត្តវាមានតម្លៃទេព្រោះគ្រប់ពេលដែលខ្ញុំទទួលបានមកវិញគឺការខកចិត្តដែលគ្រប់គ្នាបានបន្សល់ទុកឲ្យខ្ញុំនៅការឈឺចាប់គេមិនដែលមើលឃើញពីភាពស្មោះត្រង់និងទឹកចិត្តល្អរបស់ខ្ញុំនោះឡើយខ្ញុំមិនមែនជាមនុស្សចេះសម្ដែងច្រើននោះឡើយតែអ្វីដែលខ្ញុំធ្វើគឺចេញពីចិត្តពិតខ្ញុំមិនដែលទាមទារថាធ្វើល្អចំពោះអ្នកផ្សេងនិងទទួលបានផលមកវិញនោះទេតែអ្វីដែលខ្ញុំធ្វើទៅគឺវាមានក្តីសុខផ្លូវចិត្ត